ថ្ងៃថ្មីប្រវត្តិថ្មីរបស់ SCP នៅថ្ងៃនេះយើងបានចេញពី SCP-187 SCP-187 ឬ Doppler Vision គឺជាមនុស្សស្រីម្នាក់ដែលមានអាយុចន្លោះពី20ទៅ30ឆ្នាំនាងត្រូវបានគេចាត់ថ្នាក់ជា Safe នៅក្នុងមូលដ្ឋានទិន្នន័យរបស់ SCP Foundation សមត្ថភាពពិសេសរបស់ SCP-187 គឺនាងអាចមើលឃើញព្រឹត្តិការណ៍ពីរក្នុងពេលតែមួយព្រឹត្តិការណ៍បច្ចុប្បន្នអ្វីដែលកំពុងកើតឡើងនៅចំពោះមុខនាងដូចមនុស្សធម្មតាព្រឹត្តិការណ៍អនាគតអ្វីដែលកំពុងកើតឡើងនៅចំពោះវត្ថុឬបុគ្គលនោះនាពេលអនាគតទោះជាយ៉ាងណាក៏ដោយនាងមិនអាចមើលឃើញអនាគតក្នុងលក្ខណៈទូលំទូលាយនោះទេនាងគ្រាន់តែមើលឃើញសភាពរបស់វត្ថុឬមនុស្សនៅពេលអនាគតតែប៉ុណ្ណោះឧទាហរណ៍ប្រសិនបើនាងមើលទៅលើមនុស្សម្នាក់ដែលត្រូវនឹងស្លាប់ក្នុងពេលឆាប់ៗនាងនឹងមើលឃើញមនុស្សនោះក្នុងសភាពជាសាកសពប្រសិនបើនាងមើលទៅលើអគារមួយដែលត្រូវនឹងបំផ្លាញនាងនឹងឃើញវាជាកំណកបាក់បែកប្រសិនបើនាងមើលទៅលើអាហារដែលត្រូវនឹងខូចនាងនឹងឃើញវាមានសភាពរលួយនិងមានដង្កូវផលវិបាកនៃសមត្ថភាពរបស់នាងសមត្ថភាពនេះបានធ្វើឲ្យនាងមានការពិបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃព្រោះនាងតែងតែមើលឃើញរឿងរ៉ាវគួរឲ្យខ្លាចជានិច្ចបញ្ហាផ្លូវចិត្តដោយសារតែនាងត្រូវមើលឃើញភាពដ៏គួរឲ្យរន្ធត់របស់មនុស្សនិងវត្ថុជុំវិញខ្លួននាងមានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំងបញ្ហាអាហារនាងមិនអាចញ៉ាំអាហារបានស្រួលនោះទេព្រោះនាងតែងតែមើលឃើញអាហារនោះក្នុងស្ថានភាពជាសំណឬជាលីវក់ដើម្បីឲ្យនាងញ៉ាំបានបុគ្គលិកត្រូវចាក់ថ្នាំសណ្ដំឲ្យនាងឬបិទភ្នែកនាងពេលកំពុងផ្ដល់អាហារការគ្រប់គ្រងរបស់ SCP Foundation SCP-187 ត្រូវបានរក្សាទុកនៅក្នុងបន្ទប់ធម្មតាមួយដែលមានគ្រឿងសង្ហារឹមគ្រប់គ្រាន់និងមានការយកចិត្តទុកដាក់ពីបុគ្គលិកពេទ្យនាងតម្រូវឲ្យពាក់បន្តាខ្មៅពេលចេញទៅក្រៅដើម្បីកាត់បន្ថយការមើលឃើញអនាគតបុគ្គលិកមិនត្រូវបានអនុញ្ញាតឲ្យប្រាប់នាងអំពីលទ្ធផលនៃការទស្សន៍ទាយរបស់នាងឡើយព្រោះវាអាចធ្វើឲ្យនាងមានបញ្ហាផ្លូវចិត្តកាន់តែខ្លាំងអត្ថប្រយោជន៍របស់ SCP-187 ចំពោះ Foundation អ្វីត្បិតតែសមត្ថភាពនេះបានធ្វើឲ្យនាងរងទុក្ខប៉ុន្តែ SCP Foundation ប្រើប្រាស់នាងដើម្បីទស្សន៍ទាយពីព្រឹត្តិការណ៍អាក្រក់ឬគ្រោះថ្នាក់ដែលបានកើតឡើងចំពោះបុគ្គលិកឬវត្ថុផ្សេងៗប្រសិនបើនាងមើលឃើញបុគ្គលិកណាម្នាក់ក្នុងសភាពរងរបួសឬស្លាប់ Foundation អាចមានវិធានការការពារទាន់ពេលវេលាអ្នកទាំងអស់គ្នាជួយ Subscribe YouTube នេះមួយផងហើយនេះជាការ Skype ខ្លីៗអំពីប្រវត្តិ SCP-187 ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ